មានបុរសឪពុកនិងកូនបរទេសចេញទៅជួនជួបនឹងក្រពើមួយដែលភ្លឹងត្រីរលរលាកជើងទាំង4និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃបុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង4ស្គមទាំងខ្លួននិងវាពុំបានដូច្នោះហើយបុរសនោះអាសូរក្រពើបានកាប់ឈើមកចងអប់ក្រពើនោះរឹងជាប់លើកដាក់លើរទេះបរទៅលុះដល់បឹងមួយធំជាទីសុខសប្បាយបុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយគិតនឹងខំបុរសនោះវិញបុរសនោះថាព្រះស្ដេចកុំខំអញមានគុណលើព្រះស្ដេចក្រពើនោះថាមានគុណនឹងអញឯណាបើចង់អញស្ទើរស្លាប់ដូច្នោះអញឆីព្រះស្ដេចឲ្យទាល់តែបានឯបុរសថាព្រះស្ដេចកុំអើខំអញមកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញលោកកាត់សេចក្តីនេះឲ្យយើងទើបបុរសនិងក្រពើនាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរទីតីក្រពើក្រាបបង្គំថាខ្ញុំព្រះបាទអម្ចាស់នៅទីមួយស្ងៀមស្រាប់តែចៅនេះមកចង់អប់ខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់លើកដាក់លើរទេះបរទៅខ្ញុំព្រះបាទអម្ចាស់បំរាស់ពំលួចព្រោះតែធ្វើទុកខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ខំゴរសនិឆ័យបុរសក្រាបបង្គំថាក្រពើនេះភ្លើងព្រៃរលរលាកជើងទាំង4វាពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរទើបយកឈើចងអប់ហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រ័យលែងហើយក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់ឆ្អែតហើយគិតខំខ្ញុំព្រះបាទអម្ចាស់វិញហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំងពីរនាំគ្នាទៅក្រាបបង្គំទូលព្រះអង្គសូមទ្រង់កាត់សេចក្តីនេះបើព្រះអង្គពុំជឿសូមទ្រង់ទត់ជើងក្រពើទាំង4ចុះទៅព្រះមហាក្សត្រទ្រង់ពិចារណាថាក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយទើបព្រះអង្គកាត់ថាបើដូច្នេះមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចអភិមុននោះសិនហើយសូមអញពិចារណាឲ្យព្រះស្ដែងទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអភិមុនហើយទ្រង់មានព្រះបន្ទូលថាព្រះស្ដែងនាំទៅផ្ទះចុះថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វទេរឆានព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្គោមមានពឹសទេព្រះមហាក្សត្រកាត់សេចក្តីដូច្នោះបុរសនោះចូលចិត្តថោង